ម្ចាស់អាជីវកម្មភាគច្រើនគាត់អត់ច្បាស់ខ្លួនឯងថាតើស្អីទៅរបៀបគ្រប់គ្រងទីផ្សាររបស់គាត់ហើយស្អីទៅរបៀបគ្រប់គ្រងមុខរបរជំនួញហៅ operation និយាយចំបើភាសាអង់គ្លេសគេហៅថា what is marketing system and what is operation system បាទអញ្ចឹងគាត់អត់ clear ទេដូចភ្ញៀវខ្ញុំមួយគាត់លក់សាប៊ូគាត់យកផលិតផលនេះសាប៊ូនេះល្អអត់អង្គែអត់អីគាត់ថាអានឹង marketing ដល់គាត់សួរ operation គាត់ស្អីគាត់អត់ដឹងថាស្អីទៅ operation ដល់តែតែងតាំងប្រធាន operation មិនដឹងឲ្យប្រធាន operation ហ្នឹងធ្វើអីផងព្រោះសាប៊ូហ្នឹងគាត់កំងពីរោងចក្របាទបើយើងផលិតទឹកសដែកឬធ្វើកាទៀវយើងដឹងអាចុងភៅនេះពួកផលិតកម្មហ្នឹងគឺ operation ដល់គាត់ទិញផលិតផលគេយកមកលក់ហ្នឹងបាទដូចម៉ាតដូចអីចឹងណាលក់សាប៊ូលក់អីយើងទិញកំងពីគេរបស់យើងអនឡាញអត់ដឹងថាស្អីទៅអាប្រធាន operation ហ្នឹងកាន់កិច្ចការអីអញ្ចឹងយើងអត់ដឹងរបៀបខុសគ្នាតើស្អីទៅ marketing ធ្វើអី operation ធ្វើអី operation ហ្នឹងសំដៅមុខរបរដែលរឹងរកស៊ីបាទអានឹងហើយបានខ្ញុំបញ្យល់គាត់ទៅគាត់ថាអូយលោកគ្រូឲ្យខ្ញុំទៅបញ្យល់ថាស្អីទៅ operation បាទ operation គឺអ្នកនឹងកាន់ជំនាញបច្ចេកទេសគឺស្គាល់ជំនាញបច្ចេកទេសឧបមាថា marketing គាត់ survey សាប៊ូហ្នឹងគាត់ត្រូវការវាមានកែច្រើនវាមានក្អែលច្រើននឹងហើយកក់ទៅអត់ smooth ទេបន្ទាប់មកឲ្យប្រធាន operation ត្រូវសហការមួយរោងចក្រគេមានអ្នកជំនាញរបស់គេគេនឹងយល់ពីតម្រូវការអតិថិជនហ្នឹងគេធ្វើ R&D research and development បន្ទាប់មកគេ test ready ហើយគេនាំផលិតផលមកឲ្យយើងវិញមកហើយបានគេបញ្យល់ផ្នែក operation យើងឲ្យយល់ថានេះឥឡូវប្រើទៅវាល្អជាងមុនវា clean វាស្អាតចេះបានមកបញ្យល់ទៅក្រុមទីផ្សារក្រុម marketing ដើម្បីឲ្យក្រុម marketing គាត់បញ្យល់ទៅអតិថិជនសាកថាអូល្អមែនអញ្ចឹងយើងឃើញបានគាត់យល់ថាអូអានឹងហើយប្រធាន operation គេធ្វើអានឹងមានន័យថាម៉េចប្រធាន operation គឺគេធ្វើការផ្ទាល់ជាមួយរោងចក្រដើម្បីយក complaint ពីអតិថិជនទៅប្រាប់រោងចក្រដើម្បីឲ្យរោងចក្រគេធ្វើ R&D ហើយគេធ្វើផលិតផលថ្មីមកឲ្យយើងតេស្តសាកល្បងឡើងវិញបើផលិតផលហ្នឹងវាល្អដូចអតិថិជនត្រូវការហើយបានគេផលិតបរិមាណច្រើនតែម្ដងហើយមួយទៀតក្រុម marketing និង operation ហ្នឹងគឺធ្វើការខុសគ្នាបន្ទាប់មកទៀតក្រុម marketing គាត់សិក្សាទៀតដែរថាអូឥឡូវហ្នឹងអតិថិជនគាត់អត់ត្រូវការត្រឹមសាប៊ូទេគាត់ត្រូវការលេមានលេលាបស្បែកលេខាត់ស្បែកអីផ្សេងទៀតអញ្ចឹងបានគាត់មកប្រាប់ខាង operation ទៀត operation ការសិក្សាពីរោងចក្រណាអាចផលិតអានឹងបានទៀតហើយយកមកតេស្តផលិតផលមកឲ្យmarketing ទៅតេស្តជាមួយអតិថិជនទៀតយកអតិថិជនតេស្តទៀតហើយបាទអញ្ចឹងរវាង marketing និង operation គឺគាត់ធ្វើការខុសគ្នាអញ្ចឹងគឺ marketing គាត់យល់ពីតម្រូវការអតិថិជនដៃគូប្រកួតប្រជែងហើយបន្ទាប់មកបានគាត់មកប្រាប់ខាង operation ឲ្យ operation គាត់ទៅសហការមួយរោងចក្រដែលអាចធ្វើបានហើយយកមកឲ្យអតិថិជនតេស្តឡើងវិញបាទហើយយើងរកស៊ីលក់កាទៀវទឹកសដែកអានឹងក្រុម operation គឺក្រុម production របស់យើងតែបើយើងទិញផលិតផលសម្រាប់ពីគេអ្នកនឹងដែលត្រូវយល់ពីរបៀបប្រើប្រាស់ស្អីអតិថិជនមានបញ្ហាអីសហការជាមួយក្រុមរោងចក្របាទនឹងឲ្យជាតួនាទីរបស់គាត់បាទអរគុណច្រើនដែលបានចូលរួមបើបងប្អូនយល់ដឹងនីតិវិធីទាំងពីរនេះយើងដឹងថាតើក្រុម operation ធ្វើអី marketing ធ្វើអីដើម្បីរក្សាចំណូលបានបើមិនចឹងយើងច្បោកច្បល់ធ្វើឲ្យចំណូលយើងធ្លាក់ហើយមិនដឹងអ្នកណាទទួលខុសត្រូវបាទអរគុណច្រើនបាទ